គេអត់មានពាក់ព័ន្ធទៅដល់លោកប្រធានសំរងស៊ីអត់មានទៅដល់លោកប្រធានគឹមសុខាទេប៉ុន្តែលោកបានប្រើសិទ្ធិអំណាចបំពេញគេទាំងស្រុងបាទខ្ញុំបានប្រាប់ថាឥឡូវនេះបើសិនជាខ្ញុំប្រើសិទ្ធិរបស់ខ្ញុំវិញខ្ញុំប្តឹងពេលនេះខ្ញុំឃើញបងឋានៈគាត់ស្រែកដូចខ្ញុំដែរឥឡូវខ្ញុំក៏មានសិទ្ធិដែរឥឡូវខ្ញុំចង់ធ្វើអីធ្វើទៅសិទ្ធិដូចគ្នាដូច្នេះហើយខ្ញុំហើយបងឋានៈគឺស្រែកព្រមគ្នាយ៉ាងដូចនេះខ្ញុំថាឯងចង់ធ្វើអីធ្វើទៅប៉ុន្តែជុំកុសលនោះគេបានស្រែកថាគេបានមកព្យាយាមនិយាយអំពីមូលហេតុថាយើងមិនគួរណាធ្វើអំពើថោកទាបនិយាយមើលងាយគេដែលយើងជាខ្មែរដូចគ្នាខ្ញុំថាយើងជាខ្មែរដូចគ្នាប៉ុន្តែអ្នកខ្លះបានប្រកាសថាខ្លួនជាខ្លួនខ្មែរក្បាលយួនហើយខ្លួនបានស្រែកប្រាប់ទេថាជាយួនចង់បង្កទល់យ៉ាងម៉េចហើយខ្ញុំថាបើខ្មែរដូចគ្នាខ្មែរយើងមានភាសាតែមួយហេតុអីនិយាយគ្នាមិនបានប៉ុន្តែគេអត់ស្ដាប់យើងទេក្រុមទាំង4នេះគេអត់ស្ដាប់យើងជាដាច់ខាតហើយគេបានលើកហេតុផលថាគណៈបកសង្គ្រោះជាតិគឺជាគណៈបកដែលមិនស្ទាន់តែឈ្នះឆ្នោតផងហើយចង់ញុះញង់ហើយនឹងបង្កើតនៃការសងសឹកខ្ញុំឆ្លើយវិញភ្លាមជាមួយលោកជុំកសលនឹងខ្ញុំឆ្លើយប្រាប់ថាអ្នកនិយាយនឹងគឺបំផ្លើសទាំងស្រុងគេមិនបំផ្លើសទេគេនិយាយពាក្យសច្ចៈខ្ញុំថាសច្ចៈត្រង់ណាបើអ្នកឯងរាល់ថ្ងៃអ្នកឯងនិយាយតាមទូរទស្សន៍បំពុលបរិយាកាសធ្វើឲ្យស្ថិរភាពប្រជាពលរដ្ឋយល់ខុសយល់ច្រឡំអ្នកឯងអាចតែមានប្រព័ន្ធឃោសនាស័ព្ទអ្នកឯងអាចនិយាយអ្វីបានតាមចិត្តខ្ញុំសួរគេថាតើអ្នកឯងហ៊ាននិយាយជាមួយខ្ញុំទេជាមួយតទល់3ទល់3ទេខ្ញុំនឹងឡើងទូរទស្សន៍ជាមួយអ្នកឯងវេទិកាជាមួយអ្នកឯងតើអ្នកឯងហ៊ានទេពេលនោះបងទឹកឋានៈបានឲ្យទាំងទូរស័ព្ទទៀតថាបើសិនជាចង់ឡើងជាមួយខ្ញុំឲ្យទូរស័ព្ទបងឋានៈឆ្លើយដូចនេះហើយចំណែកខ្ញុំវិញខ្ញុំប្រាប់ថាថ្ងៃនេះខ្ញុំបានមានសំណាងណាស់តែខ្ញុំសប្បាយចិត្តណាស់ពីព្រោះខ្ញុំរកយូរហើយតាំងពីខ្ញុំរស់នៅស្រុកបារាំងខ្ញុំប៉ងថាប្រសិនបើខ្ញុំមកដល់ស្រុកខ្មែរខ្ញុំនឹងព្យាយាមជួបទាំង3នេះគឺចង់ជជែកវែកញែកលើតុមូលដើម្បីឲ្យប្រជាពលរដ្ឋសុភវិនិច្ឆ័យក្នុងការឲ្យតម្លៃទៅលើជនទាំង3នោះតើគិតយ៉ាងដូចម្តេចពេលនោះខ្ញុំបានប្រាប់ថាឥឡូវយើងជួបគ្នាលើទូរទស្សន៍តើបានទេលោកជុំកសលបានឆ្លើយថាគេជួប5ម៉ោងឬ10ម៉ោងក៏បានដែរជួបនៅកន្លែងណាមួយក៏បានដែរខ្ញុំថាអត់ជួបនៅកន្លែងណាមួយទេខ្ញុំជួបនៅលើទូរទស្សន៍ជាមួយអ្នកឯងកុំឲ្យអ្នកឯងស្រែកតែខាងម្ខាងវាអយុត្តិធម៌ស្រែកជាមួយខ្ញុំទុកឲ្យប្រជាពលរដ្ឋជាអ្នកធ្វើការវិនិច្ឆ័យចុះពេលនោះគេថាគេមិនអាចជួបបាននៅលើទូរទស្សន៍អញ្ចឹងខ្ញុំឲ្យបងបណ្ណាខ្ញុំក៏នឹកឃើញថាជននេះពិតជាជនកំស្រាកណាស់បាននិយាយត្រឹមតែម្ខាងដើម្បីបំពុលសតិអារម្មណ៍របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះបាទសូមអរគុណលោកដាវីតសវណ្ណឥឡូវលោកបណ្ណាមានអ្វីបន្ថែមជុំវិញនឹងការប៉ះទង្គិចគ្នាឲ្យលោកបានទៅធ្វើអន្តរាគមន៍នៅព្រឹត្តិការណ៍នោះលោកមានអីបន្ថែមជំរាបជូនអនុស្សាវរីយ៍បន្ថែមបាទខ្ញុំសូមបន្ថែមដើម្បីឲ្យប្រជាពលរដ្ឋពិភពលោកហើយនឹងកូនខ្មែរទាំងអស់យល់ថាមនុស្សទាំង3-4នាក់ដែលមកអង្គុយមានស្រានៅលើតុផងនេះខ្ញុំបានឃើញទស្សនវិជ្ជាថាយកស្រាជាធំធ្លាប់សម្លុតគេធ្លាប់ធ្វើបាបគេហើយអូនយុវជនក្រុមនៅលើតុគាត់ញ៉ាំកាហ្វេបាទដល់អញ្ចឹងទៅឃើញថាការប្រើអំណាចរបស់ក្រុមនេះខ្លាំងសាហាវណាស់ជាពិសេសនឹងគឺថាលោកថៃសិផានដែលខ្ញុំធ្លាប់ស្គាល់លោកនឹងលោកសម្ដីកោងហើយអត់ញិនជាមួយអ្នកណាដូចលោកប្រើអំណាចចវាយលោកពងចាញ់ឆ្នោតលោកអត់ដឹងថាចវាយលោកពងចាញ់ឆ្នោតគេទេកំពុងបំបត្តិឆ្នោតគេហើយឥឡូវហ្នឹងលោកនៅខ្លាំងទៀតចុះពេលបើសិនជាគាត់ហ្នឹងថ្ងៃ28បោះឆ្នោតឈ្នះគេដូច90កៅអីលួចគេចឹងហើយមកដល់មិនដឹងជាប្រើប៉ូលីសឲ្យចាត់គេបាញ់គេចោលបាត់ហើយមិនទៅនោះខ្ញុំយល់ថាអញ្ចឹងហើយអីលោកស្អីណាបណ្ឌិតឯណារស់ច័ន្ទរបស់ខ្ញុំធ្លាប់ស្គាល់លោកហើយជាខ្ញុំធ្លាប់រៀនជាកូនសិស្សលោកសំដីលោកមិនសមជាគេហៅថា PhD ឬក៏បណ្ឌិតទេព្រោះលោកសំដីឲ្យលោកគ្មានយុត្តិធម៌ក្នុងសង្គមទេលោកសំដីកោងកាចធ្វើឲ្យខ្ញុំនឹងអត់គ្រប់លោកជាដាច់ខាតហើយឯលោកមួយណាឈឹមផលពីរណាខ្ញុំអត់ដែរលឺទេប៉ុន្តែលោកនឹងគឺថាសម្ដីអូមើងមាត់ដូចខ្លួនឯងនឹងជាម្ចាស់ប្រទេសខ្លួនឯងនឹងបញ្ជាទៅប៉ូលីស PM ពួកនេះគឺថាអត់មានអីក្រៅពីអំណាចទេហើយដល់ហើយទៅចុងក្រោយនេះខ្ញុំឃើញមជាជុំកសលនឹងដែលខ្ញុំឃើញបងប្អូនខ្មែរគ្រប់រូបហើយខ្ញុំមកស្រុកខ្មែរឥឡូវចំនួនមួយខែជាងហើយមកជួយបោះឆ្នោតនឹងក្នុងទូរទស្សន៍កញ្ចក់ទូរទស្សន៍រាល់ថ្ងៃនឹងគាត់នឹងបំភ្លឺការពិតហើយគាត់ហ៊ាននឿបឡើងមកនិយាយថាអូខ្ញុំគ្រាន់ជាអ្នកសម្របសម្រួលទេពេល3នាក់នឹងគេដើរទៅគេទុកឲ្យបលិចាត់ចែងឲ្យយកក្មួយប្អូននឹងទៅដាក់គុកហើយដល់ចឹងទៅគេហៅនៅអធិការគេហៅអធិការមេបលិនឹងឲ្យមកធ្វើការសាកសីនឹងហើយគេបានដើរចេញទៅជុំកសលគេថាណែបងឯងទទួលស្គាល់ទេគេនិយាយមកខ្ញុំទឹកបណ្ណាថាបងឯងទទួលស្គាល់ទេថារបបខ្មែរក្រហមណាដែលសម្លាប់មនុស្សអស់3លាននាក់ហើយណាជារបបឆេះរបប7មកដែលមានសម្ដេចនាយកហ៊ុនសែននឹងគាត់បានធ្វើឲ្យយើងសុខសាន្តនេះគឺថាជានយោបាយដែលជុំកសលអ
អត់ដឹងខ្យល់អីកាត់មុខដែលជាអ្នកវិភាគនយោបាយដ៏កំសាកបំផុតហើយខ្ញុំហើយនឹងបងអូនទេវសវណ្ណពីរអ្នកនឹងមួយមកពីស្រុកបារាំងមួយពីស្រុកអាមេរិកបានការពារណាដែលបងអូនម្នាក់ដែលគាត់ណាមានឆន្ទៈតែជាខ្មែរគាត់ឈឺចាប់ពេកគាត់ឃើញមុខពួកនឹងមិនបានដូច្នេះហើយគាត់បានបញ្ចេញគាត់បានស្រាយតម្លេងបន្តិចឲ្យលោកនឹងឮថាណាខ្ញុំអត់សប្បាយជាងអស់លោកឯងតែកំពុងតែសម្លាប់នេះខ្លួនឯងទេបើអញ្ចឹងទៅលោកអត់ឈឺណាតែខ្លួនឯងហ្នឹងប្រកបប្រើអំណាចហើយដល់មានពួកបារាំងពួកអាមេរិកមកការពារក្តីរបស់កូនក្មេងម្នាក់បានមកនិយាយថាអូជុំឈុំកសោគេអួតថាខ្ញុំគ្រាន់តែនិយាយចង់ឲ្យយុត្តិធម៌ទេអញ្ចឹងហើយខ្ញុំក៏បានសួរទៅវិញថាបើលោកចង់បានយុត្តិធម៌បើអញ្ចឹងយើង debate គ្នាទៅយើងមានការតវ៉ាគ្នានៅក្នុងតាមសាធារណៈទៅណាយើងឲ្យគេឆ្លើយមកវិញមកថា10ម៉ោងក៏បានដែរដល់ពួកយើងបាននិយាយថាឥឡូវសុំទៅឡើងទៅលេខវិទ្យុហ្មងទៅណាទៅឡើងទូរទស្សន៍ហ្មងទៅដើម្បីយើងតបបាន3ទល់3មកបានអត់ហ៊ានដកគ្នាទៅអានឹងគឺថាខ្ញុំសូមបន្ថែមថាចរិតមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះជាចរិតថោកទាបបំផុតប្រើអំណាចប្រការបាទអរគុណលោកទេពណាឥឡូវលោកដាវីតបានម្ដងខ្ញុំចង់ដឹងអំពីវាសនាចុងក្រោយរបស់យុវជននោះថាតើហើយបានប៉ូលីសខាត់ខ្លួនយកចាប់ខ្លួនតាមកំហឹងរបស់ក្រុមលោកផៃស៊ីផានឬមួយក៏លោកបានធ្វើអន្តរាគមន៍ឲ្យរួចផុតពីក្រុមលោកផៃស៊ីផាននៅពេលនោះតាមធម្មតាគឺការបញ្ជារបស់មន្ត្រីរាជរដ្ឋាភិបាលដែលគេអះអាងថាទេសរដ្ឋមន្ត្រីគឺលោករស់ចន្ទ្របុត្រគាត់បានប្រកាសចេញពីបបោមាត់ដ៏អាក្រក់របស់គាត់ដ៏ស្អុយក៏គ្រប់ថាគាត់ជាទេសរដ្ឋមន្ត្រីគាត់បញ្ជាទៅអធិការម្នាក់ដែលជាមានវ័យក្មេងឲ្យចាប់យុវជនយកទៅដាក់គុកហើយគេនឹងប្រើសិទ្ធិប្តឹងដោយចោទប្រកាន់យុវជននោះចំនួន3ចំណុចដូចខ្ញុំបានរៀបរាប់ខាងលើហើយឲ្យអធិការនិងប៉ូលីស PM នឹងនាំជននោះយកទៅឃុំនៅកន្លែងសង្កាត់គឺខណ្ឌរបស់គេប៉ុន្តែខ្ញុំនៅតែព្យាយាមមិនឲ្យនាំយុវជននោះទៅជាដាច់ខាតខ្ញុំបានបញ្យល់ហើយបានប្រាប់ទៅលោកអធិការថានេះគឺជាសិទ្ធិរបស់គាត់ក្នុងការបញ្ចេញមតិគឺជាប្រជាពលរដ្ឋខ្មែរម្នាក់គឺជាយុវជនខ្មែរម្នាក់អង្គអាចក្លាហានលោកហ៊ានបញ្ចេញមតិផុសចេញពីឧត្តមគតិនិងឆន្ទៈរបស់លោកពិតៗដូច្នេះមិនត្រូវធ្វើអំពើផ្ដេសផ្ដាស់ទៅលើគាត់ទេប្រសិនបើលោកអធិការស្ដាប់ជនទាំង3នោះវាហាក់ដូចជាអយុត្តិធម៌ចំពោះយុវជននោះខ្លាំងណាស់ពីព្រោះជនទាំង3នោះសុទ្ធតែមានអំណាចនៅក្នុងរដ្ឋាភិបាលហើយជនទាំង3នោះអាចក្រឡៃខុសនៅការពិតពីព្រោះខ្ញុំជាសាក្សីម្នាក់ដែលនៅទីនេះហើយខ្ញុំតតាំងពីដើមរហូតដល់លោកអធិការមកដល់ដូច្នេះហើយខ្ញុំព្យាយាមនិយាយជាមួយលោកអធិការនោះប៉ុន្តែខ្ញុំសូមជម្រាបបញ្ជាក់ថាយុវជនអធិការនោះគឺជាយុវជនម្នាក់ដែលធ្លាប់រៀននៅសាលាជាមួយខ្ញុំកាលខ្ញុំរស់នៅស្រុកខ្មែរគេខ្លាយទៅជាអធិការបម្រើឲ្យរាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីហ៊ុនសែនប៉ុន្តែដោយសារមិត្តភាពពីមុនមកកាលខ្ញុំនៅពីទូចហើយគេបានប្រាប់ខ្ញុំថាឲ្យពួកអត់ទាំងនេះចុះទៅសិនទៅគេចាំឲ្យយុវជននេះចុះទៅតាមក្រោយពេលនោះខ្ញុំឃើញលោកជុំកសលព្យាយាមនៅនិយាយជាមួយអធិការនោះប៉ុន្តែអធិការនោះលោកមិនព្រមស្ដាប់ទេលោកបានប្រាប់ឲ្យខ្ញុំចុះទៅក្រោមហើយឲ្យជុំកសលចុះទៅក្រោមពេលនោះខ្ញុំឲ្យយុវជននោះចុះទៅខាងក្រោមជាមួយខ្ញុំដែរហើយក៏ចេញទៅប៉ុន្តែខ្ញុំចង់បញ្ជាក់ថានៅពេលដែលខ្ញុំបបួលជននោះឡើងទូរទស្សន៍លោកជុំកសលហ្នឹងគឺគាត់មិនហ៊ានទេអញ្ចឹងបានន័យទៅរួមសេចក្តីមកខ្ញុំឃើញថាពួកនេះគ្មានសមត្ថភាពអ្វីឡើយគឺមួយថ្ងៃបានតែព្រុសដោយគ្មានអ្នកដៃគូមកតទល់ជាមួយគាត់បានតែព្រុសនឹងប្រូបំរើឲ្យចវាយអគតិរបស់គាត់ដើម្បីលាភសក្ការៈបុណ្យស័ក្តិដូច្នេះហើយឃើញថាសញ្ញាបត្របណ្ឌិតរបស់ពួកគាត់នេះគឺគ្មានអ្វីទៅថាពិតប្រាកដទេគឺជាសញ្ញាបត្របោកប្រាស់យកតែលុយយកតែអំណាចយកតែរបររកស៊ីរបស់គាត់រាល់ថ្ងៃចំការចិញ្ចឹមជីវិតរបស់គាត់ហ្នឹងឯងអញ្ចឹងហើយឃើញថាបំណងរបស់ខ្ញុំពិតជាបានសម្រេចមែនតាំងពីខ្ញុំរស់នៅស្រុកបារាំងខ្ញុំពេលខ្ញុំបើកទូរទស្សន៍ម្ដងហើយខ្ញុំឃើញជនទាំងនេះនិយាយតាមកញ្ចក់ទូរទស្សន៍ខ្ញុំមានកំហឹងខ្លាំងណាស់ខ្ញុំនឹងថាពេលណាខ្ញុំចុះទៅដល់ស្រុកខ្មែរខ្ញុំនឹងស្វែងរកជននេះប៉ុន្តែនេះពិតជាទេវតាប្រទាននៅខ្ញុំមែនខ្ញុំបានជួបជននេះដោយចៃដន្យទាំង3នេះគឺលោកឈឹមផលពរុនលោកជុំកសលនេះខ្ញុំមកបួលឡើងទូរទស្សន៍ប៉ុន្តែគេអត់ហ៊ានទេគេគ្រាន់គេបែរជាប្រាប់ខ្ញុំថាគេទៅជួបក្រៅបាន5ម៉ោងក៏ដោយ10ម៉ោងក៏ដោយអញ្ចឹងហើយបានខ្ញុំសន្និដ្ឋានហើយខ្ញុំសូមជម្រាបដល់បងប្អូនថាពួកនេះគឺជាពួកកំសាកបំផុតវាបានត្រឹមតែព្រុសដែលគ្មានគេការចូលរួមហើយបានត្រឹមតែបំពុលទៅឲ្យសតិអារម្មណ៍របស់ប្រជាពលរដ្ឋអញ្ចឹងបានថាសិទ្ធិជនអសមត្ថភាពអគតិដោយម្ចាស់របស់គេអញ្ចឹងដែរបាទ
បាទខ្ញុំសូមអរគុណលោកដាវីតសវណ្ណក៏ដូចជាអរគុណលោកទឹកផាណាដែលបានរៀបរាប់អំពីព្រឹត្តិការណ៍ដែលយុវជននោះប៉ះទង្គិចជាមួយនឹងក្រុមលោកផៃស៊ីផានដែលគេស្គាល់ថាជាមន្ត្រីមានអំណាចនៅក្នុងរដ្ឋាភិបាលរបស់លោកហ៊ុនសែនបាទលោកនាងនឹងបានតាមដានស្ដាប់ព័ត៌មានពិស្ដារទាក់ទងនឹងព្រឹត្តិការណ៍ជួបជាមួយនឹងយុវជននេះនៅពេលក្រោយទៀតនៅពេលនេះខ្ញុំបាទអត់សខាសូមអរគុណសូមជម្រាបលាជួបគ្នានៅពេលក្រោយទៀតបាទ សូមអរគុណលោកអិតសុខា បាទសូមអរគុណលោកអិតស្កាបាទសូមជម្រាបលាបាទ